ឯកឧត្តមវងសូត្រអញ្ជើញជួបសម្ដេចសម្ដាលជាមួយអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាស្រុកឃុំនិងភូមិទូទាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី20ខែមីនាឆ្នាំ2025ឯកឧត្តមវងសូត្រអនុប្រធានទី2រដ្ឋសភាអមដំណើរដោយឯកឧត្តមកែវពិសិដ្ឋឯកឧត្តមសនសានារានិងលោកជំទាវសានអរុនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំលោកកេងប៊ុនណាអភិបាលរងខេត្តត្បូងឃ្មុំតំណាងដកខ្ពង់ខ្ពស់ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានអញ្ជើញជួបសម្ដេចសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាស្រុកឃុំនិងភូមិទូទាំងស្រុកត្បូងឃ្មុំក្នុងខេត្តត្បូងឃ្មុំមានមតិសម្ដេចសម្ដាលទៅកាន់អង្គពិធីឯកឧត្តមវងសូត្របានធ្វើការថ្លែងអំណរគុណនិងកោតសរសើរក្រុមការងារគណៈបកស្រុកត្បូងឃ្មុំទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការនាំយកជ័យជំនះជូនគណៈបកប្រជាជននិងផ្ដល់ឱកាសជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការបន្តវេនដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេនបានធ្វើឲ្យប្រទេសជាតិបានសុខសន្តិភាពស្ថិរភាពកំណើនសេដ្ឋកិច្ចឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍คล้ายទៅជាប្រទេសមានចំណូលបច្ចុប្បន្នកម្រិតខ្ពស់ក្នុងឆ្នាំ2030និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ2050ឯកឧត្តមបានវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកឃុំនិងភូមិក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនិងជំរុញឲ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាននិងត្រូវប្រស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខនិងតម្រូវការរបស់ពួកគាត់និងដោះស្រាយបញ្ហាផ្សេងៗឲ្យបានទាន់ពេលវេលាឯកឧត្តមក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់ពលរដ្ឋអំពីបញ្ហាសុខភាពជំរុញឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជានិច្ចចំពោះបញ្ហាសុខភាពសុវត្ថិភាពចំណីអាហារនិងចេះធ្វើលំហាត់ប្រាណដើម្បីសុខភាពផ្ទាល់ខ្លួនឯកឧត្តមអនុប្រធានទី2រដ្ឋសភាបានជម្រាបជូនអំពីលទ្ធផលការងាររបស់រដ្ឋសភាក្នុងនីតិកាលទី7ក្រោមការដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតីខួនសូដារីប្រធានរដ្ឋសភាបានដំណើរការរលូនស្របពេលដែលរដ្ឋសភាកំពុងធ្វើកំណែទម្រង់ស្ថាប័នយ៉ាងយកចិត្តទុកដាក់ដោយផ្ដោតលើអភិបាលកិច្ចល្អនិងប្រែក្លាយខ្លួនទៅជាសភា Digitalឯកឧត្តមបានបន្តថារដ្ឋសភាបានដំណើរការបានជាង1ឆ្នាំហើយបានអនុម័តច្បាប់បានចំនួន19ច្បាប់ក្នុងនោះថ្មីនេះបានអនុម័តច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យហើយច្បាប់នេះមានគោលបំណងដាក់ទោសដល់បុគ្គលទាំងឡាយដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យព្រមទាំងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមពិសេសរំលឹកដល់យុវជនជំនាន់ក្រោយឲ្យចងចាំនៅរបបដ៏ឃោរឃៅមួយនេះនិងទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជាឯកឧត្តមបានបញ្ជាក់ផងដែរពីតម្លៃនៃសុខសន្តិភាពបើគ្មានសន្តិភាពទេនោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសពថ្ងៃនេះទេហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបដិញ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សាសន្តិភាពនិងការតម្កល់សន្តិភាពជាគុណតម្លៃខ្ពស់បំផុតគឺគ្មានការប្រែប្រួលជាដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយជាចុងក្រោយឯកឧត្តមវងសូត្រព្រមទាំងឯកឧត្តមលោកជំទាវតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំបានឧបត្ថម្ភថវិកាដល់សមាជិកសមាជិកាជាង300នាក់ក្នុងម្នាក់ថវិកា 50,000 រៀលផងដែរ